การชุมนุมดองทิศยืนในแต่ต่ออธิษฐานชุมนุมนี้คืออธิษฐานสำหรับนำอ้ออธิษฐานสำหรับเอตวิธโมอธิษฐานสำหรับเพื่อนลมจังมันเป็นยังอธิษฐานแค่นี้จะมีประเทศบอสใจใจชุมนุมนี้การในประเทศบอสได้ยืนใจชุมนุมนี้ให้เอาไว้ยืนดนตัวบาดนตัวบามีในทำไมดนตัวบามีในท้าสารพิษของพงสารพิษท้าล้วนเชียนโนเวียนเมียนบาปีทางตัวสกอลมีในทางตามวัดยืนบานทั่วบ้านวัดดนตัวในสมุทรมันเปลี่ยนให้จีอัตในตู้เต๋อในปีดนตัวบ้านรุ่นในกระรุ่งพวกมันบางคนต่างหากจับตังปีอาตั้มเขาในเอวาในอำเภอบาปมันก็ยืนบานแต่ใจดีvì thế họ đang luôn tới đặt ngày riêng đặt một cuộc riêng anh họ dừng hơi thả bà nút nom ao nút mình ai chua cho môi nắng riêng bà nút mình ai nom ao nút miên để cây cho môi nắng riêng con tại bà nút cho ban đọc lại nếu bây giờ bây giờ xuống ban sự tốt nơi chơi cá bà đại khen mình ao nút dừng chua cho môi nắng riêng bán đọc chảyไอ้นี้ยืนมีสักยืนมีโอกาสบ้านไม่เคยช่วยนั้นเปลี่ยนหลายหลังไม่ผู้ร่วมเปลี่ยนกับรับรู้ท่าชีสเรเปลี่ยนบ้านเอาตัวบ้าเอายืนจังให้กับไว้บรรยืนตรึงตัวบ้าจำเล่าคือสมัยโดยซาได้ยืนชีมนุษย์ได้เมียนบ้านที่มวยยืนชีมนุษย์เมียนบ้านที่ปียืนก่อนไต่ធ្វើបាបសិនបើយើងអត់ធ្វើបាបប្រហែលជាយើងអត់ចាំបាច់ត្រូវនឹងធ្វើបាបទេប៉ុន្តែដោយសារយើងតែងតែធ្វើបាបយើងត្រូវតែទទួលបាបប៉ុន្តែឧទាហរណ៍ថាប្រសិនបើមនុស្សម្នាក់គាត់និយាយថាខ្ញុំអត់មានបាបទេខ្ញុំមិនដែលធ្វើបាបទេហើយជាមានន័យថាអ្នកនោះជាមនុស្សកុហកពីព្រោះនៅក្នុងព្រះគម្ពីររ៉ូមជំពូក3ខ10បានចែកថាម៉េចគ្មានមនុស្សណាម្នាក់សុចរិតសោះតែមួយក៏គ្មានដែរបើពឹងលើខ្លួនឯងតែមួយក៏គ្មានដែរទោះបីជាដឹងថាជាអំពើបាបទោះបីជាដឹងអំពីលទ្ធផលនៃបាបតែមនុស្សនៅតែធ្វើបាបដោយសេចក្តីល្បួងផ្សេងដោយសេចក្តីកំសោកផ្សេងឬក៏ដោយចិត្តខ្លួនឯងធ្វើបាបដូច្នេះបានជាព្រះគម្ពីររ៉ូមបានប្រាប់ចឹងហើយនៅក្នុងព្រះគម្ពីរយ៉ូហានខ្សែទី1ចំពោះ5ខ17បានប្រាប់យើងថាគ្រប់ទាំងអំពើទុច្ចរិតសុទ្ធតែជាបាបបងប្អូនប្រហែលជាស្គាល់អំពីអំពើបាបធំមានចែងនៅក្នុងព្រះគម្ពីរកាឡាទីចំពោះ5ខ19ដល់21ខ្ញុំសូមអានចូលបន្តិចរីឯកិច្ចការខាងសាច់ឈាមនោះប្រកបច្បាស់ហើយគឺជាសេចក្តីកំផិតសាហាយស្មន់ស្មោកគ្រោកខាងអភិផ្សាយមកគុំលោកព្រះមុនអង្គមសំអប់គ្នាឆ្លោះប្រកែកឈ្នានីកំហឹងតោះតែគ្នាបាក់បែកបាក់ពុកនៅមួយទៀតចំណែនកាប់សម្លាប់ប្រមឹកស៊ីខឹកជ្រុលហើយនឹងការអ្វីទៀតដែលស្រទីមនុស្សហើយនៅក្នុងព្រះគម្ពីររ៉ូមចំពោះ1ខ29ក៏បានសរសេរអំពីអំពើបាបមួយចំនួនមានដូចជាសេចក្តីកំផិតសេចក្តីកំណាចសេចក្តីលោភសេចក្តីព្យាបាទសេចក្តីឈ្នានីសការកាប់សម្លាប់ឆ្លោះប្រកែកកិច្ចកលគំនិតខើខូចដល់ពោវិញមួយទៀតមនុស្សចែកទៅពេះពួយស្អប់ព្រះប្រហើនឈ្លានពានមានអ្នកកាន់ខ្លួនអួតអាងជាមេបង្កើតការអាក្រក់ហើយមិនស្ដាប់បង្គាប់ណានេះជាបាបដែលនៅពេលដែលយើងឃើញឬក៏យើងប្រព្រឹត្តយើងដឹងភ្លាមថានេះជាអំពើបាបអញ្ចឹងនៅពេលដែលបងប្អូនធ្វើការទាំងអស់ហ្នឹងបងប្អូននឹងឃើញថាជាអំពើបាបប៉ុន្តែនៅពេលដែលបងប្អូនអត់បានធ្វើការទាំងអស់ហ្នឹងប្រហែលជាបងប្អូនគិតថាអត់ទេខ្ញុំអត់បានធ្វើបាបទេខ្ញុំមិនមែនជាមនុស្សមានបាបប៉ុន្តែមានបាបមួយចំនួនប្រហែលជាយើងអាចភ្លេចឬក៏យើងធ្វើប្រហែលការចំណាំវានៅក្នុងព្រះគម្ពីរម៉ាថាយចំពោះ5ខ22តែខ្ញុំប្រាប់អ្នករាល់គ្នាដូច្នេះវិញថាសូម្បីតែអ្នកណាដែលខឹងនឹងបងប្អូននោះក្រែងត្រូវជាប់ជំនុំជម្រះដែរជួនកាលយើងអត់បានទៅហើយស្មោះបានអីទេប៉ុន្តែយើងគិតថាខ្ញុំក៏ខឹងដែរប៉ុន្តែប្រហែលជាមិនបានតែព្រះគម្ពីរម៉ាថាយបានប្រាប់ថាម៉េចបើខឹងនឹងបងប្អូនដើម្បីតែណាដែលខឹងនឹងបងប្អូននោះក៏ក្រែងត្រូវជាប់ជំនុំជម្រះដែរហើយតែបានជាប់ជំនុំជម្រះពីព្រោះតែខឹងប៉ុន្តែគាត់បានប្រាប់បញ្ជាក់នឹងប្រាប់ព្រះយេស៊ូវបានប្រាប់បញ្ជាក់ថាហើយអ្នកណាដែលស្ដីឲ្យបងប្អូនថាអាច
ចោលមកទៀតនោះក្រែងពុតជំនុំធ្វើតូចតែចំណែកអ្នកដែលថាអាចឈួតនោះក្រែងលាក់ទៅក្នុងភ្លើងណនៅអានោះស្អីគេទី1ចិត្តយើងខឹងនៅពេលដែលយើងខឹងយើងជេរយើងបចោលនោះហើយជាអំពើបាបហើយបងប្អូនសាក់ពិចារណាមើលបងប្អូនឆ្លប់ខឹងអត់ចឹងយើងមានអំពើបាបអត់ប៉ុន្តែនៅក្នុងព្រះគម្ពីរអេភេសូសចំពុក4ខ26បានបញ្ជាក់ព្រះគម្ពីរម៉ាថាយឲ្យលម្អិតបន្តិចថាខឹងចុះតែកុំធ្វើបាបពេលដែលយើងស្ដាប់ដំបូងហើយយើងអាចគិតថាខឹងអត់បញ្ហាទេតើតែធ្វើបាបទៅជាបាញ់តែយើងចាប់ផ្ដើមខឹងគឺជាអំពើបាបហើយប៉ុន្តែបងប្អូនជាទូទៅនៅពេលដែលយើងខឹងវាដូចជាគូគ្នាតែខឹងជេរបណ្ដោយខឹងនរណាម្នាក់ចាប់ផ្ដើមជេរទោះបីជាមិនជេរឮសំឡេងប៉ុន្តែក្នុងនេះក៏ក្នុងនេះអញ្ចឹងចូលទៅក្នុងព្រះគម្ពីរម៉ាថាយដែលថាតែយើងជេរដល់បងប្អូនតែមួយម៉ាត់នោះក៏ជាអំពើបាបដែរជួនកាលយើងអាចឃើញកាត់ពីចំណុចហ្នឹងខ្ញុំមិនដែលលួចមិនដែលប្លន់ទេប៉ុន្តែចុះកំហឹងចុះការជេរប្រមាថយ៉ាងមិនដែរទី2ក្នុងព្រះគម្ពីរម៉ាថាយដដែលជំពូក18ខ6ប៉ុន្តែបើអ្នកណាធ្វើឲ្យកូនតូចណាមួយនេះដែលជឿដល់ខ្ញុំរវាងចិត្តចេញនោះសួរឲ្យគេយកថ្មត្បាល់កិនយ៉ាងធំចងកអ្នកនោះហើយពំលំទៅក្នុងសមុទ្រទីជ្រៅវិញព្រោះយ៉ាងនោះយ៉ាងណាទៅជាមានន័យថាម៉េចមនុស្សយើងជួនកាលនៅពេលដែលយើងរស់នៅជាមួយគ្នាជួនកាលយើងធ្វើឲ្យនរណាម្នាក់មួយរវាងចិត្តចេញពីព្រះពាក្យថាធ្វើឲ្យរវាងចិត្តនេះមានពីរអាចដោយសកម្មភាពអាចដោយពាក្យសម្ដីនៅពេលដែលយើងធ្វើឲ្យនរណាធ្វើសកម្មភាពមួយដែលមិនសមរម្យធ្វើឲ្យមនុស្សអតីតគេមើលឃើញទៅគេមានអារម្មណ៍ថាអូជឿព្រះយេស៊ូវដូចជាអត់ល្អទេឬក៏អត់ស្រួលទេឬក៏ដោយសារតែម្នាក់នឹងធ្វើសកម្មភាពបែបហ្នឹងគេជប់ជឿព្រះយេស៊ូវឈ្មោះថាយើងធ្វើឲ្យគេរវិតចិត្តចេញពីព្រះឬក៏យើងប្រើពាក្យសម្ដីនិយាយស្ដីធ្វើឲ្យនរណាម្នាក់រវិតចិត្តចេញពីព្រះឈ្មោះថាយើងធ្វើឲ្យអ្នកនោះរវិតចិត្តចេញពីព្រះហើយនេះជាអំពើបាបទេបាទជាអំពើបាបប៉ុន្តែតើខ្ញុំចង់បញ្ជាក់ដល់បងប្អូនឲ្យពិចារណាដោយខ្លួនឯងពាក្យថាធ្វើឲ្យរវិតចិត្តពាក្យថាធ្វើឲ្យរវិតចិត្តមានន័យថាយើងធ្វើមិនត្រឹមត្រូវសកម្មភាពយើងមិនត្រឹមត្រូវគេរវិតសូម្បីតែខ្ញុំខ្លួនឯងក៏ដឹងថាសកម្មភាពនេះមិនត្រឹមត្រូវដែរក៏ជួនកាលថាទៀតសកម្មភាពយើងប្រហែលជាយើងសូម្បីតែយើងក៏មិនចាប់អារម្មណ៍ដែរអូធ្វើឲ្យនរណាម្នាក់រវិតចិត្តទេប្រហែលជាយើងគិតថាមិនមែនជាអំពើបាបទេណាប៉ុន្តែចូលចាំថាព្រះជាអ្នកមើលមកយើងនៅពេលដែលព្រះរាប់ថានោះជាសកម្មភាពដែលនាំឲ្យកូនរបស់ទ្រង់ណាម្នាក់រវិតចិត្តបងប្អូនគឺមានបាបហើយសកម្មភាពនេះប្រហែលជាបងប្អូនមិនដឹងខ្លួនមែនប៉ុន្តែព្រះជាអ្នកជ្រាបករណីនេះប្រសិនបើយើងមិនដឹងខ្លួនទេនោះហើយ 100% យើងត្រូវតែលើកតួបានមួយទៀតទី4បន្ថែមដល់ចំពោះ5ខ28ព្រះយេស៊ូវមានបន្ទូលថាប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថាសូម្បីតែអ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រីហើយមានតម្រេកសម្រាប់ចង់បាននោះឈ្មោះថាបានប្រព្រឹត្តសេចក្តីកំផុតក្នុងនាមនោះនៅក្នុងចិត្តរួចហើយគ្រាន់តែឃើញហើយគិតក្នុងចិត្តព្រាមមានអំពើបាបហើយយើងគិតថាគ្រាន់តែគិតបន្តិចសោះអត់មានបាបមិនមានបាបទេយើងគិតតែព្រះយេស៊ូវមានបន្ទូលថានោះជាអំពើបាបហើយទោះបីជាយើងគិតថាមិនមែនជាអំពើបាបតែជាអំពើបាបពីព្រោះនៅពេលដែលយើងមានកំណត់យើងមានផែនការនៅពេលដែលយើងមានផែនការយើងនឹងធ្វើហើយបើកំណត់យើងជាកំណត់មិនល្អផែនការហើយនឹងសកម្មភាពរបស់យើងប្រកបណាស់គឺមិនល្អដូច្នេះសូម្បីគ្រាន់តែគិតក៏ជាអំពើបាបដែរបានជាព្រះយេស៊ូវមានបន្ទូលថាករណីនេះត្រូវតែប្រយ័ត្នប៉ុន្តែមនុស្សយើងខ្ញុំគិតថាខ្ញុំក៏ដឹងដែរបងប្អូនក៏ដឹងដែរគុំនឹកយើងលឿនមែនទេដូច្នេះយើងងាយនឹងធ្លាក់ក្នុងអំពើបាបមែនទេដូច្នេះយើងត្រូវធ្វើយ៉ាងម៉េចលន់តួបាបមានសកម្មភាពជាច្រើនដែលធ្វើឲ្យយើងคล้ายទៅជាមនុស្សមានបាបហើយយើងជីវិតយើងរស់នៅសប្តាហ៍ថ្ងៃអំពើបាបទាំងអស់ហ្នឹងអំពើទុច្ចរិតទាំងអស់ហ្នឹងអំពើអាក្រក់ទាំងអស់ហ្នឹងតើយើងធ្វើបានប៉ុណ្ណាយើងអាចលាក់បានពីមនុស្សដទៃប៉ុន្តែយើងមិនអាចកុហកខ្លួនឯងបានដូច្នេះនៅពេលដែលយើងអធិដ្ឋាននឹងទូលបាបគ្រាន់តែស្មោះត្រង់ទៅសូមគិតព្រះចាស់តាមឲ្យប្រាប់ដល់ស្វានេះខ្ញុំបានគិតអូខ្ញុំបានធ្វើខុសបាបអធិដ្ឋាននឹងទូលទៅព្រះតែ
ខ្ញុំរត់ដល់មិនឃើញទេថាខ្ញុំបានធ្វើបាបហើយអញ្ចឹងខ្ញុំមិនមានធ្វើបាបទេខ្ញុំមិនត្រូវការទទួលបាបទេព្រោះអំពើបាបខ្លះយើងភ្លេចប៉ុណ្ណោះអំពើបាបខ្លះយើងមិនទទួលស្គាល់ប៉ុណ្ណោះមានមនុស្សម្នាក់គាត់គិតថាគាត់អត់មានអំពើបាបទេនៅពេលដែលគាត់ឡើងចូលទៅក្នុងព្រះវិហារគាត់ចាប់ផ្ដើមឈរអធិដ្ឋានដោយមោទនភាពថាព្រះជាម្ចាស់អើយខ្ញុំអរគុណព្រះអង្គខ្លាំងមែនទែនខ្ញុំមិនដូចជាមនុស្សទាំងអស់នេះទេពួកនឹងពួកទីពុនពួកនឹងពួកមិនល្អពួកមិនសុចរិតប៉ុន្តែខ្ញុំមួយថ្ងៃខ្ញុំតមប្រហែលដងខ្ញុំដាក់ដងបាយប្រហែលដងខ្ញុំកាន់ក្រឹតវិន័យតាំងពីដើមដល់ចុងប៉ុន្តែនៅបែបគាត់មានមនុស្សអ្នកទៀតជាអ្នកទីពុនគាត់ដឹងថាខ្លួនគាត់ត្រូវបានមនុស្សស្អប់គាត់ជាមនុស្សមានបាបហើយនឹងគាត់អធិដ្ឋានទៅព្រះថាម៉េចព្រះជាម្ចាស់ខ្ញុំដឹងថាខ្ញុំជាមនុស្សមានបាបព្រះយេស៊ូវមានបន្ទូលថាពេលដែលចេញទៅវិញម្នាក់ដែលអធិដ្ឋានដែលដឹងថាខ្លួនឯងមានបាបនេះបានរាប់ជាសុចរិតជាងម្នាក់ដែលគាត់គិតថាខ្លួនឯងមានអំពើបាបតែប៉ុន្តែម្នាក់នេះគាត់ស្ដាប់ទៅគាត់អត់ធ្វើបាបមែនដែរពីមុនមកប៉ុន្តែកំណងពេលអធិដ្ឋាននេះគឺគាត់បានប្រព្រឹត្តបាបរួចទៅហើយគឺជាអ្វីសេចក្តីអំនួតបងប្អូនត្រូវដឹងសេចក្តីអំនួតគឺព្រះជាម្ចាស់ស្អប់ខ្លាំងមែនទេព្រោះអំនួតគឺចេញពីចិត្តប្រហែលជាសេចក្តីល្បួងដោយសារអ្វីផ្សេងៗមកក្រៅតែអំពើបាបដែលចេញពីអំនួតគឺចេញពីចិត្តដូច្នេះសូមកុំគិតថាអំនួតជាបាបតូចគឺជាបាបតខ្លាំងបានជាព្រះជាម្ចាស់មានបន្ទូលថានរណាដែលដង្កើងខ្លួនអញនឹងបន្ទាបជុំប៉ុន្តែនរណាដែលបន្ទាបខ្លួនអញនឹងដង្កើងហើយដូច្នេះមួយផ្លែនោះ ម្នាក់នោះគាត់ធ្វើអំពើបាបហើយព្រះយេស៊ូវបានប្រកាសថាពេលចេញទៅវិញម្នាក់នេះបានរាប់ជាសុចរិតជាងដូច្នេះនៅពេលដែលបងប្អូនដឹងគិតថាខ្លួនឯងមានអំពើបាបសូមរត់តែយំទូលបាបវិញពីព្រោះបងប្អូនកំពុងតែបំទៅរកអំពើបាបហើយបាបដែលយើងទទួលមិនមែនជាបាបដែលព្រះយេស៊ូវនោះឲ្យយើងទេគឺបាបដែលយើងធ្វើបន្តទៀតខ្ញុំសូមបញ្ជាក់ដល់ទៀតបងប្អូនអាចរស់នៅចាប់ពីទទួលជឿដល់ព្រះយេស៊ូវហើយបងប្អូនអាចរស់នៅដោយសុចរិតនិងបងប្អូនទាំងខ្លួនឯងហើយបងប្អូនទុកចិត្តចំពោះព្រះថាមែនខ្ញុំអត់មានបានប្រព្រឹត្តបាបសោះខ្ញុំគិតថាប្រហែលជាមិនត្រូវការលំដួលទេប៉ុន្តែបងប្អូនមិនច្បាស់សូមលំដួលបាទសូមគុំទុកចិត្តពីតែថាសម័យព្រះគុណហើយព្រះស្រឡាញ់យើងណាស់មែនព្រះស្រឡាញ់យើងប៉ុន្តែសូមមិនទាបខ្លួននៅចំពោះប៉ុន្តែសូមសារភាពជានិច្ចខ្ញុំជាមនុស្សមានបាបនៅពេលដែលបងប្អូនទទួលបាបមានន័យថាគ្មានពេលណាដែលយើងមិនត្រូវការព្រះទេពីព្រោះពេលដែលយើងទទួលបាបមានន័យថាព្រះម្ចាស់សូមអត់ទោសឲ្យខ្ញុំនេះអត្ថន័យនៃការទទួលបាបមិនបានធ្វើឲ្យយើងអន់ទេមិនបានធ្វើឲ្យយើងតែឃើញទេតែបង្ហាញថាយើងមិនទីខ្លួននៅចំពោះព្រះយើងត្រូវការព្រះជាម្ចាស់ដូច្នេះសូមអធិដ្ឋានបន្ទូលអាមែន